មិនបែកជូតកង់ឡានអញ្ចឹងបងបាទខ្ញុំកា channel មិនបើពាក់កដាល 2K 2.5 ទៀតហើយមុខកាន់តែចាស់អាយុកាន់តែច្រើនសុខភាពក៏កាន់តែដុតដាមហ្វេនអ្នកទស្សនានឹងមុខក៏កាន់តែចាស់អាយុក៏កាន់តែច្រើនអញ្ចឹងកុំភ្លេចថែទាំសុខភាពផងមិនដឹងថាយើងធ្លាក់ខ្លួនឈឺនៅពេលណាទេហើយថ្ងៃនេះកា channel មកបូកសរុបថាមកដល់ឆ្នាំ2025នេះធ្វើបានអីខ្លះការពិតទៅខ្ញុំចូលក្នុងវិស័យ MMO នេះតាំងពីឆ្នាំ2019ពេលនោះតោកយ៉ាខ្លាំងណាស់បងប្អូនហេតុអីបានខ្ញុំថាតោកយ៉ាដោយសារតែធ្វើការចេញពីធ្វើការដើរតាមផ្សារទំនើបតាមសូរ៉ូមតាមកន្លែងគេបង្ហាញឡានអីអញ្ចឹងស្នើសុំគេថតអ្នកខ្លះទៅក៏ឲ្យថតទៅអ្នកខ្លះក៏គេបដិសេធមិនឲ្យថតទៅអញ្ចឹងវាត្រដាប់ត្រដួសខ្លាំងណាស់រហូតដល់ឆ្នាំ2022ទៅមានតែបន្តិចដោយសារតែមានប្រេនរថយន្តធំនិងម៉ូតូក៏ចាប់ផ្ដើមឧបត្ថម្ភគ្រប់គ្រងហើយក៏ធ្លាប់បានត្រូវបានគេអញ្ជើញទៅបាទក្រៅប្រទេសចំនួន3ដងដែរជាពិសេសសិង្ហបុរីហើយមិនភ្លេចបាទការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រេនធំទេជាពិសេសបាទស៊ូបារុដែលគាត់អញ្ជើញទៅសិង្ហបុរីទៅថៃអញ្ចឹងណាបងប្អូនហើយឥឡូវនេះគឺខ្ញុំផលិតមាតិកាបានរហូតដល់បាទ1901វីដេអូហើយនៅក្នុង page បាទទទួលបានអ្នក follow 72k ហើយនៅក្នុង YouTube វិញទទួលបាន subscriber ចំនួន 107k ហើយក៏ទទួលបាននៅប៊ូតុងប្រាក់ចំនួន1ដែរដែលប្រហែលខែមុនបងប្អូនបានឃើញហើយនៅក្នុង TikTok ខ្ញុំទទួលបានអ្នកបាទ follow ចំនួន 237k បូករួមជាមួយនឹង account ទី2បានច្រើនគួរសមដែរអញ្ចឹងសរុបក្នុងឆ្នាំ2025ខែ6នេះគឺការងារបានច្រើនគួរសមចំពោះពេលបច្ចុប្បន្នកា channel ទទួលធ្វើ content ពាក់ព័ន្ធជាមួយនឹងរថយន្តគ្រប់ model គ្រប់ស៊េរីហើយនឹងបាទម៉ូតូលើកលែងតែគ្រឿងញៀនគ្រឿងស្រវឹងលបែងស៊ីសងហើយនឹងប្រពន្ធគេគឺអត់ខ្វះតែម្ដងក្រៅពីហ្នឹងគឺអូខេឲ្យតែ sponsor មកគឺធ្វើឲ្យហើយនិយាយលេងតិចទៅចោះបងប្អូនជាពិសេសខ្ញុំបាទក៏មិនភ្លេចអរគុណចំពោះបងប្អូនដែលតែងតែគ្រប់គ្រងតាំងពីដើមរហូតមកដល់ឥឡូវនេះបើគ្មានបងប្អូនក៏គ្មានកា channel រហូតមកដល់ពេលនេះដែរហើយក៏មិនភ្លេចអរគុណចំពោះ brand រថយន្តធំនិងម៉ូតូដូចជា Ford Toyota Honda Suzuki MG បាទ Lexusបាទ J2 BYD ហើយនឹងរថយន្តផ្សេងៗទៀតដែលតែងតែអញ្ជើញ admin ឲ្យចូលរួមកម្មវិធី launching ឬក៏ធ្វើ content ផ្សេងៗអញ្ចឹងមិនភ្លេចអរគុណបើគ្មានពួកគាត់ទេក៏មិនមានបាទ admin ដល់ថ្ងៃនេះដែរអញ្ចឹងសូមមេត្តានៅតែបន្តគ្រប់គ្រង admin ព្រោះអី admin បើសិនបើអត់មានការគ្រប់គ្រងទេគឺនឹងដាច់បាយហើយបាទហើយ brand ផ្សេងៗទៀតបើសិនបើចង់ឧបត្ថម្ភគ្រប់គ្រងធ្វើ content អីក៏តាក់ទង admin បានដែរតាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់ម្យ៉ាង admin ក៏អាចធ្វើបានគ្រប់ទម្រង់បាទមិនថាថត review នៅក្រៅនៅក្នុងនៅ showroom ចូលរួមកម្មវិធីធ្វើបទបង្ហាញផ្ទាល់នៅលើឆាក live video តាម Facebook តាម page ទេគឺអាចធ្វើបានតែទាំងអស់ហ្នឹងបាទព្រោះកន្លងមកនេះ admin ធ្លាប់ធ្វើអស់ហើយពិធីពិធីអី review អីហ្នឹងក៏ធ្វើបានដែរអញ្ចឹងសរុបជារួមវីដេអូថ្ងៃនេះគឺចង់បង្ហាញបងប្អូនថា admin ធ្វើបានអីខ្លះរហូតដល់ឆ្នាំ2025នេះនិងបង្ហាញបងប្អូនថា admin ទទួលបានការគ្រប់គ្រងច្រើននិងនៅតែបន្តទទួលការគ្រប់គ្រងឧបត្ថម្ភ sponsor រហូតហើយប្រសិនបើ fan បងប្អូនចង់ធ្វើដូច admin បាទព្យាយាមធ្វើទៅអត់មានអីពិបាកទេហើយបើមានចម្ងល់អីអាចសួរ admin បានឬក៏នៅពេលដែល admin ទៅ review ទៅអីហ្នឹងអាចសុំដោយសារទៅមើលទៅដកស្រង់ចំណេះដកស្រង់វិជ្ជាគុណបាន admin អត់កំណាញ់ទេបាទសួរនាំអីក៏បានដែរលេខទូរស័ព្ទដូចមានបង្ហាញហ្នឹងតាក់ទងមកអញ្ចឹងសម័យថ្មីសម័យ Gen Z នេះធ្វើជា MMO ឬក៏ content creator ហ្នឹងអាចរកចំណូលបានគួរសមដែរចំណូលអាចថាឥតដាច់កំណត់ប្រឹងខ្លាំងបានច្រើនប្រឹងតិចបានតិចអញ្ចឹងទៅថាដំបូងជួនកាលយើងអត់ទាន់បានទេប៉ុន្តែយូរទៅប្រកាសជាបាននៅពេលដែលយើងល្បីឡើង view ឡើង subscriber follow អីចឹងណាអញ្ចឹងបងដែលចង់ធ្វើអាចទំនាក់ទំនងសួរនាំ admin បាន admin មិនកំណាញ់ទេចង់សួរនាំឬក៏ពេល admin មាន product ថ្មីថតហ្នឹងក៏អាចមកដកស្រង់វិជ្ជាគុណដកស្រង់ចំណេះដឹងបានសម័យនេះមានតែទូរស័ព្ទមួយគឺយើងអាចធ្វើ content បានហើយរួមជាមួយនឹងម៉ៃដែលមានគុណភាពបូកជាមួយនឹងដងទប់លំនឹងមួយទៀតទៅទូរស័ព្ទមិនបាច់ចាំថ្មីមិនបាច់ចាំល្អពេកទេធ្វើ iPhone 7 នេះក៏ប្រើបានដែរអញ្ចឹងមានតែលើកទឹកចិត្តឲ្យបងប្អូនដែលចង់ធ្វើដូច admin អញ្ចឹងបាទព្យាយាមធ្វើចាប់ផ្ដើមពីឥឡូវទៅកុំចង់តែមាត់ហើយយើងអត់ធ្វើគឺអត់បានផលទេចឹងបើមានចម្ងល់អីសួរ admin បានវីដេអូនេះវែងពេកហើយណាមួយនិយាយច្រើនពេកប្រហែលជាមានអ្នកធុញហើយនឹងបិទអស់រំលងតែបើសិនបើមានអ្នកស្ដាប់ដល់កន្លែងនេះសូមមេត្តា comment មួយផងថាស្ដាប់ដល់ដើម្បីឲ្យ admin មានទឹកចិត្តបន្តិចបាទចឹងវីដេអូមានតែប៉ុណ្្នឹងទេជាចុងក្រោយអរគុណសូមជម្រាបលា